របៀបធ្វើទឹកស៊ុបគុយទាវរសជាតិសាច់គោនិងប្រាប់តិចនិចខ្លះៗនៃការរំងាស់ទឹកស៊ុបផងដែរធ្វើតាមវិធីនេះទឹកស៊ុបយើងឆ្ងាញ់មានជាតិចេះពីវិធីរំងាស់ទឹកស៊ុបហើយយើងអាចធ្វើស៊ុបគុយទាវញ៉ាំនៅផ្ទះខ្លួនឯងបានអញ្ចឹងឥឡូវនេះមកមើលពីវិធីធ្វើទឹកស៊ុបទាំងអស់គ្នាជាដំបូងចាប់ផ្ដើមដាក់ឆ្នាំងដាំទឹកដើម្បីយកមកស្រុះឆ្អឹងគោសម្រាប់ឆ្អឹងគោវិញដែរខ្ញុំប្រើជាមួយឆ្អឹងស្មងគោលាយជាមួយនឹងខួរឆ្អឹងគោរើសយកប្រភេទខួរឆ្អឹងគោណាដែលមានខួរខាងក្នុងច្រើនបែបហ្នឹងយកមកធ្វើទឹកស៊ុបដើម្បីឲ្យទឹកស៊ុបយើងមានជាតិកាន់តែឆ្ងាញ់ស្រុះឆ្អឹងគោហើយសរសៃកែងទាំងអស់ហ្នឹងបានរយៈពេល10នាទីសិនដើម្បីកុំឲ្យទឹកស៊ុបយើងធំក្លិនហើយក៏ជួយធ្វើឲ្យទឹកស៊ុបយើងថ្លាល្អបន្ទាប់ពីយើងស្ងោរបានរយៈពេល10នាទីហើយស្រង់ឆ្អឹងទាំងអស់ហ្នឹងឡើងយកទៅលាងទឹកចេញលាងជំរះឲ្យអស់កតិកទីពីឆ្អឹងគោឥឡូវចាប់ផ្ដើមដាំទឹកដើម្បីយកមកធ្វើទឹកស៊ុបម្ដងទឹកបានក្តៅល្មមហើយចាប់ផ្ដើមដាក់ឆ្អឹងគោដែលយើងបានស្រុះមុននឹងចូលហើយបន្ថែមជាមួយនឹងការ៉ុតហើយនឹងចីថាវចូលផងដែរបន្ទាប់មកយើងដាក់អំបិលចូល1ស្លាបព្រាបាយបន្ទាប់មកយើងចាប់ផ្ដើមរំងាស់ទឹកស៊ុបនឹងតែម្ដងបើភ្លើងក្តៅល្មមរំងាស់ទឹកស៊ុបរយៈពេល2ម៉ោងសម្រាប់ទឹកស៊ុបវិញដែរយើងរំងាស់កាន់តែយូរទឹកស៊ុបចេញជាតិពីឆ្អឹងគោមកមានរសជាតិកាន់តែឆ្ងាញ់អំឡុងពេលរំងាស់ស៊ុបបើសិនជាយើងឃើញពពុះអញ្ចឹងយើងគៀពពុះនឹងឡើងបន្ទាប់មកបន្ថែមជាមួយនឹងឆ្អឹងកតុយគោដែលខ្ញុំស្រុះបានស្អាតស្រាប់ហើយចាប់ផ្ដើមដាក់ចូលក្នុងទឹកស៊ុបតែម្ដងឆ្អឹងស៊ុបរៀងច្រើនដែរអញ្ចឹងខ្ញុំផ្ទេរពីឆ្នាំងទូចមកឆ្នាំងធំវិញទឹកស៊ុបនេះដែរខ្ញុំរំងាស់បានរយៈពេលកន្លះម៉ោងគឺថ្លាល្អមែនតើរំងាស់ទឹកស៊ុបទុកមួយឡែកសិនចាប់ផ្ដើមមកធ្វើគ្រឿងស៊ុបម្ដងគ្រឿងវិញដែរមានដូចជាខ្ទឹមសផ្កាច័ន្ទហើយនឹងឈើអែមឆៃពៅប្រៃខ្ទឹមបារាំងហើយនឹងខ្ញីចាប់ផ្ដើមយកគ្រឿងទាំងអស់នឹងអាំងនិងលីងឲ្យបានឈ្ងុយដាក់ខ្ទះយើងចាប់ផ្ដើមដាក់ខ្ញីហើយខ្ទឹមបារាំងចូលដាក់ផ្កាច័ន្ទឈើអែមហើយនឹងខ្ទឹមសចូលយើងលីងហើយនឹងអាំងគ្រឿងទាំងអស់នេះឡើងក្លិនឈ្ងុយបានល្អសិនធ្វើបែបហ្នឹងទៅដើម្បីទឹកស៊ុបយើងឡើងក្លិនឈ្ងុយល្អបន្ទាប់ពីផ្កាច័ន្ទឈើអែមខ្ទឹមសបានឡើងក្លិនឈ្ងុយល្អហើយលើកដាក់ចូលក្នុងកត្រងបែបហ្នឹងមកដើម្បីដាក់ចូលក្នុងទឹកស៊ុបទៅកុំឲ្យគ្រឿងទាំងអស់ហ្នឹងរាយប៉ាយក្នុងទឹកស៊ុបមើលតែគ្រឿងយើងឡើងក្រៀមហើយមានក្លិនឈ្ងុយល្អហើយចាប់ផ្ដើមយកគ្រឿងទាំងអស់ហ្នឹងដាក់ចូលក្នុងទឹកស៊ុបតែម្ដងហើយយើងបន្តរំងាស់គ្រឿងទាំងអស់ហ្នឹងក្នុងទឹកស៊ុបឲ្យចេញជាតិបានល្អរយៈពេលកន្លះម៉ោងទៅ1ម៉ោងទៀតបន្ទាប់មកចាប់ដាក់ឆៃពៅប្រៃចូលដើម្បីទឹកស៊ុបមានក្លិនឈ្ងុយហើយកាន់តែមានជាតិបន្ទាប់ពីរំងាស់ទឹកស៊ុបបានចេញជាតិល្អហើយចាប់ផ្ដើមផ្សំគ្រឿងចូលគ្រឿងផ្សំវិញដែរមានដូចជាទឹកត្រីអំបិលប៊ីចេងហើយនិងស្ករសគ្រឿងក្នុងកន្លនេះបានទាំងអស់គ្នាមានចង់ដាក់ក៏បានអត់ដាក់ក៏បានដែរដាក់បន្ថែមចូលក្នុងទឹកស៊ុប2ស្លាបព្រាបាយរំងាស់ទឹកស៊ុបតែមួយពោះទៀតមកតែប៉ុណ្ណឹងទឹកស៊ុបយើងគឺរួចរាល់ហើយសម្រាប់រសជាតិវិញដែរអ្នកទាំងអស់គ្នាអាចភ្លក់បានស្ទើររសជាតិអីយើងអាចថែមថយគ្រឿងតាមចំណង់ចំណូលចិត្តបន្ទាប់ពីរំងាស់ទឹកស៊ុបបានចេញជាតិបានល្អហើយកន្ទុយគោហើយសរសៃកែងក៏បានផុយល្មមយើងចាប់ផ្ដើមស្រង់ឡើងហើយចុងក្រោយយើងបន្ថែមជាមួយនឹងផាត់សាច់គោចូលតែប៉ុណ្្នឹងមកយើងអាចយកគុយទាវស្រស់ញ៉ាំជាមួយទឹកស៊ុបបានហើយគ្រឿងញ៉ាំជាមួយស៊ុបគុយទាវមានរសជាតិខ្ទឹមបំពងសាច់គោសរសៃកែងយើងហាន់ជាដុំទូចៗបែបហ្នឹងមកយើងអាចបន្ថែមជាមួយនឹងពងក្រួយហើយនឹងបង្គាមានស្លឹកខ្ទឹមជីវ៉ាន់ស៊ុយហើយនឹងខ្ទឹមបារាំងបន្លែវិញដែរមានដូចជាស្ពៃតឿសណ្តែកបដោះហើយនឹងគុយទាវឥឡូវចាប់ផ្ដើមមកស្រស់បន្លែហើយនឹងគុយទាវស្រស់បន្លែហើយនឹងគុយទាវរួចហើយចាប់ផ្ដើមដាក់ចូលចានបន្ថែមគ្រឿងពីលើដូចខ្ញុំបង្ហាញមុនហ្នឹងហើយយើងដួសទឹកស៊ុបដាក់ចូលចានគុយទាវតែប៉ុណ្្នឹងមកគឺរួចរាល់ហើយអញ្ចឹងវីដេអូធ្វើស៊ុបគុយទាវសាច់គោថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាសម្រាប់ការមើលវីដេអូពីដើមរហូតដល់ចប់បាយបាយ